លោកអ្នកការចេញមកការពារសុកលីនក្រោយឃើញមតិរិះគន់ជេរប្រមាថលើរូបនាងខ្លាំងពេកជំរាបសួរប្រិមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតាមដានទស្សនា Channel នៃការ Info នាងខ្ញុំត្រឡប់មកជួបបងប្អូនសាជាថ្មីជាមួយប្រធានបទព័ត៌មានសង្គមដ៏ក្តៅកគុកមួយដែលកំពុងអង្រួនចិត្តនិងបង្កជាការជជែកវែកញែកយ៉ាងផុសផុលពេញបណ្ដាញសង្គមនៅពេលបច្ចុប្បន្នប្រាក់ខែ$500មិនទាន់គូមានគូឬរៀបការទេតើពាក្យមួយឃ្លានេះជាការមើលងាយឬជាការពិតជាក់ស្ដែងនៃជីវិតរស់នៅហេតុអ្វីបានជាស្តង់ដារនៃការជ្រើសរើសគូស្រកររបស់មនុស្សស្រីម្ដងណាក៏តែងតែរងការរិះគន់និងវាយប្រហារយ៉ាងចាស់ដៃពីមនុស្សប្រុសមួយចំនួនថ្ងៃនេះនាងខ្ញុំនឹងនាំអារម្មណ៍បងប្អូនទៅពិនិត្យមើលអង្គហេតុដំណើររឿងនិងការចេញមុខប្រតិកម្មជំវិញរឿងរ៉ាវមួយនេះទាំងអស់គ្នាមិត្តជាទីមេត្រីដើមចំនៃបញ្ហាដែលបាននឹងកំពុងឆេះសន្ធោនៅលើបណ្ដាញសង្គមគឺបានចាប់ផ្ដើមឡើងបន្ទាប់ពីគំនិតមួយដែលត្រូវបានលើកឡើងដោយកញ្ញាសុកលីននាងបានសម្ដែងទស្សនៈតខ្លួនថាមនុស្សប្រុសដែលមានប្រាក់ខែត្រឹម$500មិនទាន់គូមានគូឬប្រពន្ធកូននោះទេភ្លាមបន្ទាប់ពីទស្សនៈមួយនេះត្រូវបានផ្សព្វផ្សាយពូកញ្ជ្រោលពេញបណ្ដាញសង្គមមតិរាប់ម៉ឺនត្រូវបានបែងចែកជាពីរយូរយ៉ាងច្បាស់ក្រឡែតម្ខាងយល់ស្របដោយផ្អែកលើកត្តាសេដ្ឋកិច្ចជាក់ស្ដែងនិងបន្ទុកគ្រួសារនៅសម័យទំនើបម្ខាងទៀតជាពិសេសមនុស្សប្រុសមួយចំនួនធំបានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងរហូតដល់ប្រើប្រាស់ពាក្យពេចន៍អសរោះអសិលធម៌និងការវាយប្រហារតើខ្លួនទៅលើកញ្ញាសុកលីនគ្រាន់តែនាងហ៊ានកំណត់ស្តង់ដារជីវិតរបស់នាងទោះបីជាព្យុះនៃការរិះគន់បានអូសបន្លាយនិងចាប់ផ្ដើមស្ងាត់បន្តិចទៅហើយក្តីប៉ុន្តែរឿងរ៉ាវមិនទាន់បញ្ចប់ត្រឹមនេះទេថ្មីនេះបុរសម្នាក់ឈ្មោះលោកមករាដែលត្រូវជាមិត្តស្និទ្ធស្នាលរបស់កញ្ញាសុកលីនបានចេញមកបង្ហោះសារមួយយ៉ាងមានន័យជ្រៅនិងចាក់ដោតដើម្បីការពារមិត្តភ័ក្តិក៏ដូចជាលើកជារបាំងការពារសិទ្ធិរបស់មនុស្សស្រីទូទៅលោកមករាបានសរសេរសារចោទជាសំណួរចាក់ដោតបេះដូងសង្គមថាមនុស្សប្រុសអាចរើសប្រពន្ធដែលចិត្តខ្លួនឯងចង់បានហេតុអ្វីមនុស្សស្រីមិនអាចរើសប្តីដែលចិត្តខ្លួនឯងចង់បានហេតុអ្វីទៅមនុស្សស្រីធ្វើអ្វីចាំតែខុសមែនអត់សារមួយឃ្លានេះបានក្លាយជាប្រេងសាំងចាក់បន្ថែមលើភ្នំភ្លើងគំនិតដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ឡើងវិញជុំវិញសិទ្ធិសេរីភាពនិងស្តង់ដារនៃសេចក្តីស្រឡាញ់ក្នុងយុគសម័យថ្មីនេះប្រិមិត្តទស្សនិកជនជាទីគោរពផ្អែកលើហេតុការណ៍ដែលនាងខ្ញុំបានរៀបរាប់ជូនខាងលើប្រសិនបើយើងពិនិត្យនិងវិភាគឲ្យបានស៊ីជម្រៅដោយមិនប្រើប្រាស់អារម្មណ៍ខឹងសម្បារឬការអកតេនោះទេនោះយើងនឹងមើលឃើញចំណុចសំខាន់ចំនួន3ដែលសង្គមយើងត្រូវរៀនសូត្រនិងពិចារណាទី1តថភាពសេដ្ឋកិច្ចនិងបន្ទុកគ្រួសារសម័យទំនើបការដែលបុគ្គលម្នាក់លើកឡើងពីតួលេខ$500វាមិនមែនជាការមើលងាយតម្លៃនៃកម្លាំងពលកម្មនោះទេប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីជីវភាពរស់នៅជាក់ស្ដែងនៅក្នុងសម័យកាលដែលទំនិញឡើងថ្លៃផ្ទះថ្លៃទឹកថ្លៃភ្លើងថ្លៃសិក្សារបស់កូននិងចំណាយលើសុខភាពប្រាក់ចំណូល$500សម្រាប់មនុស្សម្នាក់អាចរស់បានសមរម្យប៉ុន្តែសម្រាប់គ្រួសារមួយវាគឺជាសម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដូច្នេះការគិតគូរលើរឿងប្រាក់ចំណូលមុននឹងសម្រេចចិត្តយកគូស្រករគឺជាការទទួលខុសត្រូវមិនមែនជាភាពអាត្មានិយមនោះទេទី2ស្តង់ដារទ្វេដងក្នុងសង្គមដោយអ្វីដែលលោកមករាបានលើកឡើងគឺត្រឹមត្រូវណាស់នៅក្នុងសង្គមយើងជាទូទៅបើសិនជាមនុស្សប្រុសប្រកាសថាខ្លួនចង់បានប្រពន្ធស្អាតរូបរាងល្អចេះរៀបចំផ្ទះសម្បែងនិងមានអត្តចរិតល្អសង្គមច្រើនតែទទួលស្គាល់ថាជារឿងធម្មតានិងជាសិទ្ធិប៉ុន្តែនៅពេលដែលមនុស្សស្រីប្រកាសថាចង់បានប្តីដែលមានស្ថិរភាពហិរញ្ញវត្ថុអាចធានាសុវត្ថិភាពជីវិតឲ្យនាងនិងកូនបានសង្គមមួយចំនួនបែរជាប្រញាប់ប្រញាល់ទម្លាក់ស្លាកសញ្ញាឲ្យនាងថាជាមនុស្សស្រីស្រឡាញ់លុយឬមើលងាយមនុស្សប្រុសទៅវិញតើនេះជាយុត្តិធម៌សម្រាប់មនុស្សស្រីហើយឬនៅមនុស្សគ្រប់រូបមិនថាប្រុសឬស្រីសុទ្ធតែមានសិទ្ធិពេញលេញក្នុងការកំណត់ស្តង់ដារនិងជំរើសជីវិតរបស់ខ្លួនឯងដោយគ្មានការបង្ខិតបង្ខំ3វប្បធម៌នៃការរិះគន់ដោយអសិលធម៌ចំណុចដែលគួរឲ្យព្រួយបារម្ភបំផុតនោះគឺប្រតិកម្មរបស់មនុស្សប្រុសមួយចំនួនការមិនយល់ស្របនឹងគំនិតរបស់អ្នកដទៃគឺជាសិទ្ធិយើងអាចជជែកដេញដោលគ្នាដោយហេតុផលប៉ុន្តែការប្រើប្រាស់ពាក្យសម្ដីអសរោះមើលងាយនិងជេរប្រមាថទៅលើរាងកាយឬកិត្តិយសរបស់មនុស្សស្រី
គ្រាន់តែដោយសារតែនាងមានទស្សនៈមិនត្រូវចិត្តខ្លួនវាបានបង្ហាញពីកម្រិតអប់រំនិងភាពទន់ខ្សោយផ្នែកផ្លូវចិត្តទៅវិញទេជាចុងក្រោយនាងខ្ញុំម៉ារីសូមជម្រាបជូនថាសេចក្តីស្រឡាញ់និងការរៀបការគឺជាជំរើសផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗប្រាក់ខែ$500មិនមែនជាការកំណត់តម្លៃនៃភាពជាមនុស្សនោះទេប៉ុន្តែវាមិនមែនជាកំហុសដែលមនុស្សស្រីម្នាក់ប្រាថ្នាចង់បានដៃគូជីវិតដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុដើម្បីកសាងអនាគតមួយដែលច្បាស់លាស់ការគោរពជំរើសនិងស្តង់ដាររបស់អ្នកដទៃគឺជាសញ្ញានៃសង្គមដែលមានអរិយធម៌ខ្ពស់ចាស់ប្រិមិត្តវិញមានទស្សនៈយ៉ាងណាដែរជុំវិញបញ្ហាមួយនេះនាងខ្ញុំម៉ារីសូមអរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការតាមដានទស្សនាកម្មវិធីព័ត៌មានផ្សាយជូននៅពេលនេះសូមកុំភ្លេចចុច Like Share និង Subscribe ដើម្បីទទួលបានព័ត៌មាននិងការវិភាគថ្មីៗជាច្រើនទៀតសម្រាប់ពេលនេះនាងខ្ញុំសូមជូនពរប្រិមិត្តទាំងអស់គ្នាឲ្យមានសុខភាពល្អនិងជួបតែសេចក្តីសុខសូមជម្រាបលា